អូខេសួស្តីបងទាំងអស់គ្នាថ្ងៃនេះខ្ញុំប្រាប់ពីតិចមួយតាក់ទងជាមួយនឹងការឡើងទូកអញ្ចឹងជាធម្មតាមានបងមួយចំនួនគឺគាត់តែចុះទូកចម្លងណាហើយជាមួយនឹងការឡើងទូកទេហើយទូកនេះមិនមែនជាប្រភេទទូកធំអីទេគឺទូកដតូចទេហើយនេះគឺជាទូកដនៅខាងកោះធំអញ្ចឹងតិចទៀតខ្ញុំនឹងប្រាប់ពីតិចក្នុងការឡើងទូកវិញដោយសារខ្ញុំចុះរួចរាល់ហើយអញ្ចឹងយើងមកដឹងពីរបៀបក្នុងការឡើងទូកវិញម្ដងព្រោះមានបងខ្លះគឺគាត់អត់ទាន់ហ៊ានឡើងទេគាត់ធ្លាក់ក្តារអញ្ចឹងណាព្រោះក្តារគេឲ្យមកទំហំប៉ុណ្ណឹងកង់ឡានយើងទេគេដាក់2សងខាងអញ្ចឹងណាតោះឥឡូវហ្នឹងមកតាមដានមើលជាមួយខ្ញុំទាំងអស់គ្នាយើងមានលក់បន្តោងសោគៀមុននឹងស្អាតអាចធ្វើការបញ្ជាទិញឥឡូវនេះបានសូមអរគុណអូខេបងប្អូនឥឡូវហ្នឹងគឺឡានរបស់យើងគឺដល់ច្រាំងហើយថែដល់គឺប៉ុណ្ណឹងដូចបានឃើញអញ្ចឹងហើយចំណតដែលឡើងហ្នឹងក៏រៀងខ្ពស់ដែរប៉ុន្តែសម្រាប់ឡាននេះគឺ pick up របស់ខ្ញុំនេះគឺខ្ញុំប្រើត្រឹមតែលេខ D ទៅបានហើយយើងអត់ចាំបាច់ចូលលេខ1លេខ2ដូច morning ទេអញ្ចឹងយើងចូលលេខ D ធម្មតាហើយអ្វីដែលយើងមើលសំខាន់បំផុតនោះគឺក្តារបាទអញ្ចឹងយើងឃើញនៅខាងមុខនោះមានក្តារកង់ឡាន2បាទបងប្រុសនោះគឺគាត់ចាប់ផ្ដើមដាក់ចូលហើយអញ្ចឹងគាត់ដាក់ចូលហ្នឹងគឺគាត់ដាក់ឲ្យ fit ជាមួយនឹងកង់ឡានរបស់យើងតែម្ដងអញ្ចឹងអ្វីដែលប្រុងប្រយ័ត្នគឺដោយសារឡានយើងនេះគឺវាធំហើយវាធ្ងន់អញ្ចឹងគឺយើងបាក់ខ្លាចវាមានបញ្ហាទៅលើក្តារអញ្ចឹងយើងមើលបងប្រុសគាត់បក់ដៃហ្នឹងយើងមើលទៅតាមគាត់ទៅហើយយើងបន្ថយយើងប្រឡែងតែប្រាំងតិចទៅគឺវានឹងឡើងទៅតែម្ដងបាទហើយដូចចំណោទខ្ពស់អញ្ចឹងគឺយើងគុំជន់ខ្លាំងដោយសារ pick up គឺវាខ្លាំងអញ្ចឹងគឺយើងជន់ល្មមទៅតាមកម្លាំងរបស់ឡានស្ទង់មើលតែវាឡើងទៅបានហើយបាទអញ្ចឹងគឺឡើងតែតិចទៅគឺវាឡើងខ្លាំងហើយទៅពេលដែលយើងជន់ខ្លាំងពេកវាធ្វើឲ្យឡានរបស់យើងទួងកង់បាទអញ្ចឹងឥឡូវយើងឡើងផុតទូកហើយដោយសុវត្ថិភាពអញ្ចឹងបងដែលគាត់អត់ទាន់មានបទពិសោធន៍ឡើងគាត់អាចមើលវីដេអូនេះបានអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូនេះ